ព្រឹត្តិការណ៍ផ្លែឈើបាត់ដំបងដ៏អស្ចារ្យត្រៀមខ្លួនមកទទួលបទពិសោធន៍ដ៏ពិសេសនៅក្រុងបាត់ដំបងជាមួយពិព័រណ៍ផ្លែឈើប្រចាំឆ្នាំដែលប្រមូលផ្ដុំកសិផលល្បីៗពីទូទាំងខេត្តព្រឹត្តិការណ៍នេះមិនត្រឹមតែបង្ហាញអំពីសក្តានុពលកសិកម្មប៉ុណ្ណោះទេប៉ុន្តែថែមទាំងបង្ហាញពីអត្តសញ្ញាណវប្បធម៌និងភាពច្នៃប្រឌិតរបស់ប្រជាជននៅក្នុងខេត្តបាត់ដំបងផងដែរចំណុចពិសេសដែលមិនគួររំលងគឺការហែក្បួនរមាក់កង់ដឹកផ្លែឈើតុបតែងយ៉ាងស្រស់ស្អាតនិងមានពណ៌សម្បុរចម្រុះដោយដឹកទុរេនម្នាស់ដូងខ្ទិះមានក្រអូបនិងផ្លែឈើផ្សេងៗជាច្រើនប្រភេទទៀតរមាក់នីមួយៗត្រូវបានរចនាយ៉ាងវិចិត្រសិល្បៈឆ្លុះបញ្ចាំងពីភាពសម្បូរបែបនៃកសិផលនិងភាពច្នៃប្រឌិតរបស់សហគមន៍មូលដ្ឋានអ្វីដែលកាន់ពិសេសគឺ Buffet ទុរេនដែលអនុញ្ញាតឲ្យភ្ញៀវភ្លក់រសជាតិទុរេនបាត់ដំបងដ៏ឈ្ងុយឆ្ងាញ់ព្រមទាំងមានស្តង់លក់ផ្លែឈើស្រស់ៗពីកសិករផ្ទាល់ដែលធានាទាំងគុណភាពរសជាតិនិងតម្លៃសមរម្យសូមអញ្ជើញមកថតរូបជាមួយនឹងរមាក់កង់តុបតែងផ្លែឈើដ៏ស្រស់ស្អាតភ្លក់រសជាតិផ្លែឈើថ្មីៗគាំទ្រកសិករខ្មែរនិងរីករាយជាមួយបរិយាកាសដ៏អធិកអធមនៃក្រុងបាត់ដំបងយើងបានឲ្យមានសុខភាពផ្នែកគោលរមាក់ផ្លែឈើដែលជាសុខភាពផ្នែកត្រឡាក់បង្ហាញពីសុខភាពនៃកុំភ្លេចមកទស្សនាព្រឹត្តិការណ៍ផ្លែឈើបាត់ដំបងដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី10ខែកក្កដាឆ្នាំ2026ដល់ថ្ងៃទី19ខែកក្កដាឆ្នាំ2026បាត់ដំបងសូមស្វាគមន៍ភ្ញៀវជាតិនិងអន្តរជាតិមកស្គាល់រសជាតិផ្លែឈើដ៏ឈ្ងុយឆ្ងាញ់និងសម្រស់នៃទឹកដីដែលសម្បូរទៅដោយកសិផលនិងស្នាមញញឹមបាត់ដំបងទីក្រុងផ្លែឈើឆ្ងាញ់ជាប់ចិត្តទេសភាពជាប់បេះដូងអីឯងកង់